ភាសាខ្មែរការស្ដាប់អត្ថបទខ្ញុំសាក់លបង1ព្រឹកថ្ងៃទី12ខែសីហាឆ្នាំ2012ម៉ែបាននាំខ្ញុំទៅលេងផ្ទះមីងនៅជិតផ្សារពោធិ៍ចិនតុងបន្ទាប់ពីរថយន្តត្រូវបានឈប់ចតលើចិញ្ចើមថ្នល់ខ្ញុំនិងម៉ែបានចុះពីលើរថយន្តហើយដើរថយបន្តិចដើម្បីរកកន្លែងឆ្លងម៉ែកាន់ដៃខ្ញុំជិបឈររងចាំឆ្លងថ្នល់យានយន្តបើកបរមកមានញឹកហូហែឥតដាច់រកកន្លែងឆ្លងពុំបានខ្ញុំគិតថាបើតែយ៉ាងនេះរហូតដល់ល្ងាចក៏មិនអាចឆ្លងបានដែររំពេចនោះខ្ញុំសង្កេតឃើញអ្នកដំណើរចំនួន 4-5 នាក់បានឆ្លងថ្នល់បានយ៉ាងទំនងខ្ញុំក៏នឹកឃើញកាលពីអ្នកគ្រូខ្ញុំឲ្យសម្ដែងតួជាអ្នកឆ្លងថ្នល់នៅមុខថ្នាក់រៀនដើម្បីឲ្យមិត្តរួមថ្នាក់មើលនិងអនុវត្តតាមមេរៀនខ្ញុំសាកល្បងចាប់ដៃម៉ែដើរឆ្លងមុនដំបូងខ្ញុំមានអារម្មណ៍ភ័យក្នុងចិត្តបន្តិចខ្ញុំខំប្រឹងស្មារតីឡើងវិញហើយក្រឡេកមើលឆ្វេងដៃពេលដែលយានយន្តរៀងរយាលបន្តិចខ្ញុំដើរសន្សឹមទៅមុខរហូតដល់ចំណុចកណ្ដាលនៃទ្រូងផ្លូវខ្ញុំនិងម៉ែមិនហ៊ានលេងដៃគ្នាឡើយឈប់បន្តិចរងចាំយានយន្តខាងស្ដាំដៃបងអង្គលបឿនទីបំផុតខ្ញុំនិងម៉ែឆ្លងថ្នល់ផុតបានដោយសុវត្ថិភាពខ្ញុំត្រេកអរនិងមានមោទនភាពខ្លាំងណាស់ចំពោះការសាកល្បងរបស់ខ្ញុំលើកនេះ2ពេលរសៀលថ្ងៃទី16ខែកញ្ញាឆ្នាំ2012ពុកម៉ែខ្ញុំបាននាំខ្ញុំទៅផ្សារសូរិយាដើម្បីទិញសម្ភារៈមួយចំនួនពេលចូលទៅដល់ខ្ញុំមានអារម្មណ៍ប្លែកភ្នែកយ៉ាងក្រៃលែងរបស់របរទំនើបជាច្រើនដាក់តាំងតម្រៀបជាជួរគួរជាទីចាប់អារម្មណ៍ម៉ែនិងពុកកំពុងរើសវត្ថុសម្រាប់ផ្ទះបាយខ្ញុំបានសូមអនុញ្ញាតពីគាត់ដើម្បីដើរទៅមុខបន្តិចឱកាសនេះខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតគឺការឡើងចុះជណ្ដើរយន្តបន្ទាប់ពីសង្កេតមើលគេឡើងចុះដោយយកចិត្តទុកដាក់មកខ្ញុំក៏សម្រេចចិត្តឡើងសាកល្បងខ្ញុំជឿនកម្មទី1ដោយឈរសម្រងជើងទាំងពីរយ៉ាងរឹងនិងដៃម្ខាងកាន់បង្កាន់ដៃជណ្ដើរយន្តចាប់រំកិលឡើងទៅលើសន្សឹមខ្ញុំក៏ស្រឹបពោះដែរភ្នែករបស់ខ្ញុំសម្លឹងទៅមើលដល់ជណ្ដើររំកិលដល់ខាងលើខ្ញុំក៏ឈានជើងចេញពីជណ្ដើរយន្តយ៉ាងរហ័សខ្ញុំត្រេកអរក្រៃលែងសម្លឹងមកក្រុមវិញដោយក្តីសោមនស្សពុកម៉ែខ្ញុំដាក់អីវ៉ាន់ចុះឡើងរកមើលខ្ញុំក៏ប្រញាប់ចុះមកវិញដោយអេរិយាបថដោយការដែលឡើងដែរក៏ប៉ុន្តែវាជាការដែលជណ្ដើរយន្តរំកិលចុះមកក្រុមវិញខ្ញុំរត់ទៅអបពុកដោយរខាប់រខប់ហើយនិយាយថាពុកម៉ែខ្ញុំចេះឡើងជណ្ដើរយន្តហើយសូមអរគុណ